chưa ba rồi mây ấy thế ở đây ở ly để chiết lẹ đầm đam về xa này mình đâu non clear chụp tập chụp tôn chưa ba rồi mây vậy thế em mặc hàng tiệt nữa à đây màu rồi mình chưa ba rồi mây nên hai bạn này ở tập ở đây để chiết đây giờ này mua giờ này tì tại đâu được kết men tém tin nè nó trao đôi kia đây việc thả ba rồi mấy men được tẹt trong rương ọc tập ọc đây vậy nè việc thả ba rồi mấy đấy chứ ca sần xong nơi sự đây là o sần xong nơi pui là ó bật na chân chạm húc rồi nó sẽ đây sốc ăn tạ luôn của đèn được tiền nó việc thả ba rồi mấy để dương non kia trao kia từ bên từ máu tầng song khan nó ở miền địa na tròn ba trên địa na giờ địa trao tập pì trao tập song khan mà khơi chân nó chưa thành nó khơi nó xa thành chân hai ban để chết tại bảy bạc nè địa được cái ban riêng không khu đây vậy chỗ nè bàn riêng nó để chưa ba rồi mấy để chưa học tập ở đây nó nè tầng riêng tầng sâu đây tới là nè và miền chuẩn đưa và con nó là thế nó nè riêng này riêng mình chưa ba rồi mấy ở đây để ta sẽ róc ra cái đây nó rương pin nó rương trao rồi ba rồi mấy bộ miền mặt trận trong rừng ở đây vậy thế rừng ở đây nó về nơi lương mà nè sẽ cả ra chia chân chia nhưng hả sống an để chấm này đâm nó mới ra chia con can của mình cột trộn rồi để vừa trâu hay là chia để chia môi sasna môi trâu can nè trẻ đâm mình đây nè che đăng tên khác mình không bán thế thèm được che đăng hai chị chủng này còn plan chiết sẵn của điện chẳng chủng này đăng chiếc này bôi hả tại này một tiết cư mà nè sạc ca được vấn đề mà nè sạc ca nông ca bụng phênh tuôn để ti xong đó chiếc phải giàu chiếc mà nè sạc ca rạc nông ca vừa khuôn anh ở tên chủng này môi sầm rập bạc tư cả prasram rồi bọc để chiết ra sanhហើយបញ្ចេញនៅអាវុធដ៏ធំបំផុតគឺសាមគ្គីឥឡូវប្រទេសមួយក៏បាត់បង់សាមគ្គីហើយចាំបាច់ទៅឆ្លោះគ្នាវាយគ្នាអីខ្ទេចតែខ្លួនឯងហ្នឹងណាយើងជួបសង្គ្រាមមកប្រហែលទសវត្សរ៍មកហ្នឹងយើងឃើញហើយតាមកពីអីមកពីតម្លៃនៃបាត់បង់សាមគ្គីបែរជាបកជាពួកជាក្រុមលាយទៅប្រទេសខ្លួនឯងហើយមិនមែនអត់អ្នកចេះក្នុងពួកក្នុងក្រុមនោះតែដាក់សបោតែអ្នកចេះបញ្ញវន្តអីចឹងមិនថារឿងដែលធ្វើតម្លៃប្រទេសជាតិឲ្យរុងរឿងចម្រុងចម្រើនមិនមែនលើអ្នកជឿនេះអ្នកជឿនោះអីទេក៏មិនមែនតែលឿនអ្នកមិនជឿនេះអ្នកមិនជឿនោះអីដែរការធ្លាក់ចុះនៃប្រទេសជាតិមិនរីកចម្រើនអាស្រ័យលើការបែកបាក់សាមគ្គីហើយការណាបែកបាក់សាមគ្គីការសង្គ្រាមរវាងគ្នាឯងនិងគ្នាឯងដែលអញ្ចឹងទៅមនុស្សច្បានយកផលប្រយោជន៍រៀងខ្លួនអត់បានគិតអំពីននសការៈលើកយកប្រយោជន៍រួមជាធំអត់ប្រកាន់គ្នាអីអញ្ចឹងរៀនសូត្រជាចំណែកមួយប៉ុន្តែចំណែកមួយទៀតដែលកំពុងតំកើងប្រទេសជាតិយើងឲ្យរីកចម្រើនគឺមនសិការចូលរួមយើងជាមនុស្សម្នាក់ឲ្យទៅជាស្នូលទៅជាកោសិកាទៅបិទទៅផ្ទុកទៅប៉ះទៅផ្សាចំណែកបែកបាក់របស់ជាតិហើយយើងម្នាក់ជាប្រយោជន៍មួយជួយដល់ជាតិ
chụp đào sạch na nó tự chỉ ca đặt vừa ở vật để chiết sạch na nó được chùm ra và tầng từ lên nhẹ che hai miền mình nè ca năm ca co sang vật tế họ miền bây giờ ấy che hai nó che bànแต่มันสดับเกมสดับไอbàn đã đều là រឿងខ្លះទៀតក៏មានដែរប៉ុន្តែបើចេះហើយប្រកបដោយមនសិការណាទើបជារឿងភាសាទី1មានចំណេះទី2នោះគឺមានមនសិការៈក្នុងការជួយជ្រោមជ្រែងការលើកកម្ពស់តម្លៃការរក្សាឲ្យបាននូវសិលធម៌ជីវិតខ្ញុំមកខ្ញុំកណាគិតថាតែនៅតែឆ្លោះគ្នាអ្នកជឿថាអ្នកមិនជឿខុសអ្នកជឿថាអ្នកមិនជឿខុសហ្នឹងគឺឆោតទេរឿងហ្នឹងរឿងឆោតទេឆោតទាំងពីរហ្នឹងមកថាឡើយយើងបកកែយើងចេះបណ្ណាក៏ដោយតែនៅឆ្លោះគ្នាក្នុងរឿងហ្នឹងឆោតរឿងការជឿនោះមិនមែនធ្វើឲ្យអស់ទឹកដីទេការមិនជឿនោះក៏មិនមែនធ្វើឲ្យអស់ទឹកដីដែរការបែកបាក់គ្នាទៅវិញទេទៅជាមូលហេតុការជឿមិនមែនជាហេតុឲ្យរីកចម្រើនទេការមិនជឿក៏មិនមែនជាហេតុឲ្យរីកចម្រើនដែរការប្រឹងប្រែងសិក្សារៀនសូត្រឲ្យប្រកបដោយមនសិការជាតិសាសនានោះទើបជាហេតុនៃភាពរីកចម្រើននេះអញ្ចឹងបានតែចេះតែលើកមកហ្នឹងឃើញមនុស្សសពថ្ងៃឆ្លោះគ្នាតែរឿងប៉ុណ្ណឹងហើយធំមកហើយខ្លះក៏ធ្វើការមានទួនាទីមានតំណែងអីដែរប៉ុន្តែនៅតែឆ្លោះគ្នាក្នុងរឿងកំពេចកំប៉ុកកកំប៉ុងព្រោះអីព្រោះតែมันបានមើលឲ្យឃើញពីភាពពិតហើយយកសម្បកមកឆ្លោះគ្នាហើយក៏បែកបាក់គ្នាទៅធ្វើឲ្យការបែកបាក់រឹតខ្លាំងឡើងព្រោះលើផែនដីនឹងមនុស្សមានជំនឿផ្សេងគ្នាមានការយល់ឃើញផ្សេងគ្នាហើយបើយើងលើកយកទស្សនៈផ្សេងយកមកញ៉ាំងគេញ៉ាំងឯងឲ្យដើរតាមវាធ្វើតែឲ្យឆ្លោះគ្នាទេចំណេញតែបែកបាក់គ្នាទេចឹងហើយទើបយើងទាំងឡាយហ្នឹងកុំបីទៅឆ្លោះគ្នាក្នុងរឿងទាំងអស់ហ្នឹងហើយលើកកម្ពស់ហើយផ្ដើមពីការលើកកម្ពស់គឺផ្ដើមពីការគ្រប់គ្រងអញ្ចឹងទៅការផ្ដើមឲ្យធ្វើដូចក្មេងៗមិនអញ្ចឹងណាតែបើយើងគិតថាក្មេងមិនតាន់ចេះរំផងយើងមករំធ្វើអីកម្មវិធីវាបណ្ណាប៉ុណ្ណេះមិនមែនអញ្ចឹងទេបើទោះតែខុសខ្លះត្រូវខ្លះយ៉ាងម៉េចឲ្យតែយើងសាទរពីការផ្ដើមហ្នឹងទៅភាពល្អវាគង់តែទទួលនៅពេលខាងមុខទេដូចតែក្មេងមកវត្តអញ្ចឹងណាយើងចាស់ហ្នឹងចេះថាទៅកុំយកចៅមកវត្តកុំយកកូនមកវត្តតែវាមកហើយវារំខានចេះមួយចេះពីរដែលយើងគិតអញ្ចឹងខុសទៅវិញទេសុខចិត្តនាំក្មេងហ្នឹងមកចុះទៅវាជន់ចានបាយលោកជន់ឆ្នាំងលោកមិនជាយូរគង់តែដឹងទេថាអូមកវត្តហ្នឹងគេធ្វើអញ្ចឹងហ៎គេថ្វាយអង្គមលោកចេះគេរាប់បាតចេះគេប្រគេនចង្ហាន់លោកយ៉ាងនេះគេថ្វាយបង្គំព្រះយ៉ាងនោះយូរទៅលែងអីគ្នាចេះហើយបំដែលនាំគ្នាមកផងហើយចាំធំចាំនាំមកក្មេងខ្លាចវត្តបាត់ហើយណាពេញកមុំពេញរូបពេញរាងពេញកន្លោះអីទៅចាប់ផ្ដើមខ្លាចវត្តហើយអញ្ចឹងវាផ្ដើមចេញពីខុសទៅសិនខុសខ្លះត្រូវខ្លះណាប៉ុន្តែជាតម្រុយនៃការត្រូវហើយយើងសាទរទៅយើងជ្រុំជ្រែងទៅបានប្រយោជន៍ទៅវាកើតឡើងមិនមែនថាគ្រាន់តែងើបមកមិនទាន់ដឹងដើមអីផងយើងដកចោលបាត់ទៅហើយហ្នឹងឥឡូវដើមឈើមិនមែនតែដុះឯណាចេញផ្លែមកភ្លាមចេញមកត្រួយមកដំបងមិនដឹងថាដើមអីផងទេតែយើងចាក់ផ្ដើមដុះមកនាំនេះដកប្រវត្តិចោលអស់យើងរំពឹងថាមិនគុំមិនបានផលពីយ៉ាងនេះយ៉ាងនោះឯណាបើយើងអត់នាំមេសាតោយើងមើលមិនទាន់ជាក់យើងបញ្ញាប់តែលឿនមុនមាត់ក៏ពាត់មុនដៃ
យើងវាអត់បានមើលឲ្យជាក់លាក់អញ្ចឹងមិនថាដើមពីការដែលខុសខ្លះត្រូវខ្លះអញ្ចឹងជាពិសេសក្មេងៗអញ្ចឹងទៅប៉ុណ្ណឹងចាប់ទុកថាគ្នាមានភាពក្លាហានហើយបើតែរាប់ខ្លះត្រូវខ្លះទៅជាតែដល់តែផ្ដើមពីអញ្ចឹងទៅថ្ងៃក្រោយល្អជាងនឹងថ្ងៃក្រោយល្អជាងនឹងទៅទៀតហើយយើងសាទរទៅបានរីកចម្រើនមិនមែនកើតអីមួយដែលមិនពាក់ព័ន្ធយើងហើយយើងមិនសាទរដោយសារខ្លាចបាត់ផលប្រយោជន៍ដោយសារខ្លាចបាត់នៅគេឈ្មោះរបស់យើងមិនបានគិតពីប្រយោជន៍ជាតិជាធំប្រយោជន៍រួមជាធំចឹងមកខ្ញុំកណាខ្ញុំចេះតែសូរតែខ្មែរយើងសម្បូរមនុស្សល្អណាស់ប៉ុន្តែមួយអន្តរៈនេះគឺខ្មែរយើងសឹងតែមើលមុខគ្នាលែងត្រូវម្ដងទៀតអ្នកមានរស់តាមជីវភាពអ្នកមានទៅមិនបានប៉ះតល់អំពីជីវភាពអ្នកដែលលំបាកហើយអ្នកលំបាកទៅចូលមិនចុះក្នុងចំណោមអ្នកដែលមាននៅទ្រព្យសម្បត្តិដោយសារតែគេតង្គំតង្កើងសម្ភៈភារៈនិយមនោះឲ្យវាមានតម្លៃខ្លាំងជាងចេតនាល្អខ្លាំងជាងមនោសញ្ចេតនាដល់តែឃើញអញ្ចឹងទៅជាការសម្វេកទាំងមួយរយៈចុងក្រោយនេះខ្ញុំក៏ណាក៏លេខឃើញថាអូម៉ែយើងមិនទាន់អស់មនុស្សល្អទេអ្នកមានក៏មានអ្នកមានល្អអ្នកក្រក៏មានអ្នកក្រល្អអ្នកក្រក៏មានអ្នកក្រអាក្រក់អ្នកមានក៏មានអ្នកមានអាក្រក់ប៉ុន្តែអ្វីដែលសំខាន់យើងខ្វះទំនាក់ទំនងខ្វះភាពជិតស្និទ្ធរវាងប្រជាជននិងប្រជាជនរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋដោយយកឋានៈទូនាទីទ្រព្យសម្បត្តិយកមកបាំងមុខរហូតដល់តែខ្មែរស្ទើរតែចង់និយាយរកគ្នាលោកទាំងឡាយខ្មែរយើងពីដើមមានភាពឈឺឆ្អាលពីវិធីនឹងគ្នារួបរមសាមគ្គីគ្នានឹងគ្នាប៉ុន្តែដោយសារតែយើងបាត់បង់សាមគ្គីភាពនឹងហើយរស់នៅម្នាក់ប្រជ្រុងនឹងហើយបានបង្កើតជាសង្គ្រាមបង្កើតជាការបែកបាក់បង្ហូរឈានគ្នាឯងមិនពេញចិត្តទៅបចោតថាអ្នកនោះជាខ្មាំងអ្នកនោះជាអីចឹងទៅអត់រួបរวมគ្នាអត់ពិនិត្យមើលអំពីចេតនាពីចិត្តរបស់គ្នាហើយបែកបាក់គ្នានេះជារឿងដែលធ្វើឲ្យជាតិធ្លាក់ចុះធ្វើឲ្យជាតិចុះខ្សោយដោយសារតែរឿងបែកបាក់គ្នាទៅតើមិនមែនមកពីរឿងជំនឿទេមិនមែនមកពីរឿងអ្នកជឿអ្នកមិនជឿអីទេដោយសារតែខ្វះទំនាក់ទំនងខ្វះសាមគ្គីគ្នាហើយមិនចេះរស់នៅបានតែរៀនចាប់បណ្ឌិតទៅលែងចូលជាមួយអ្នកគ្នាបានរៀនណាអ្នកឃើញថាខ្ជិលនិយាយជាមួយពួកហ្នឹងនិយាយស្ដាប់គ្នាបានហើយដល់អ្នកបានរៀនតែមិនហ៊ាននិយាយគេជាមួយគេបណ្ឌិតនោះដោយសារតែគេវាចេះពួកគេដល់យូរយូរវាណាយគ្នាទៅបែងជាបាក់ជាពួកទៅពួកអ្នកចេះតាមអ្នកចេះទៅពួកអ្នកមិនចេះតាមអ្នកមិនចេះទៅដល់អញ្ចឹងពួកអត់មានសាមគ្គីហើយអ្នកចេះនិងអ្នកចេះនិយាយទៅស្ដាប់គ្នាមិនបានទេដោយសារចេះរៀនគ្នាអ្នកចេះមកបង្រៀនអ្នកមិនចេះបានគេស្ដាប់បើនិយាយទៅមុនអ្នកចេះហ្នឹងមិនសូវស្ដាប់ទេដល់អញ្ចឹងបែរជាគំនិតប្រកាន់ជើងប្រកាន់ដៃប្រកាន់ឆ្វេងប្រកាន់ស្ដាំទៅគឺការបែកបាក់គ្នាកាន់តែធំស្នាមប្រេះកាន់តែច្រើនអញ្ចឹងអត់មានគុណធម៌អីក្នុងការស្ដាប់ស្ដាំទេគុណធម៌ក្នុងការស្ដាប់ស្ដាំក៏តែយើងចេះរួបរวมគ្នាជាងកណានិយាយមិនចេះធុញទេពាក្យសាមគ្គីនេះក៏យើងអត់សាមគ្គីតែធ្វើអីកើតឥឡូវវត្តទៅមូលប្រទេសយើងទៅមូលឥឡូវមិនប្រជាជនរាប់ម៉ឺនរាប់សែនអ្នកមកអញ្ចឹងហើយបើមិនមានចវាយស្រុកមួយនៅនឹងគ្រប់គ្រងមើលការងារខុសត្រូវទៅប្រជាអ្នកណាហើយអភិបាលស្រុកដូចគ្នានៅកន្លែងហ្នឹងបើអត់មានប្រជាពលរដ្ឋទេទៅធំជាមួយអ្នកណាអត់មានណាឥឡូវយើងយកតំណែងយើងជាឯកឧត្តមអុកញ៉ាទៅប្រជាគូមើលស្ដាប់ទេស្ដាប់គឺត្រូវការមនុស្សផងគ្នាអ្នករកត្រង់អ្នកតង្គំតង្កើងយុះឲ្យយើងលេខគ្នាក្នុងនាមជាអ្នកមានយុះយើងប្រកបដោយព្រមវិហារធម៌ដោយចេតនារៀបរៀងពាក្យសម្ដីនិយាយអប់រំណែនាំជាមួយនឹងប្រជាពលរដ្ឋយើងឲ្យបានល្អទៅហើយការគ្រប់គ្រងមនុស្សមិនដូចជាសត្វទេណាការគ្រប់គ្រងគោមកហ្វូន
ឬក៏ទាចំទា10000ក្បាលហើយនឹងមនុស្ស10000នាក់ទាស្រួលនិយាយគ្នាជាងគោះតាមពាត់ខាត់ទៅវារត់ទៅតាមជួរតាមបន្ទាត់ដែរមនុស្សយើងមិនទេត្រូវការភាពអត់ធ្មត់ណាអញ្ចឹងក្នុងនាមយើងចង់ឲ្យប្រទេសជាតិរីកចម្រើនក៏ត្រូវតែស៊ូទ្រាំបន្តិចជាពិសេសយើងជាអ្នកដែលអប់រំគេអ្នកព្រៀនបដៅគេត្រូវការភាពណែអត់ធ្មត់ជាប្រធាន